ការពិតមកដល់ម៉ោងនេះមានអ្នកសារព័ត៌មានកម្ពុជាយើងម្នាក់បានរងរបួសហើយខ្ញុំក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានកម្ពុជាយើងទាំងអស់ដែលកំពុងបំពេញតួនាទីជាអ្នកសារព័ត៌មាននៅក្នុងសម័យសង្គ្រាមបែបនេះសូមឲ្យមានការប្រយ័ត្នប្រយែងហើយជាពិសេសគឺការពារសុវត្ថិភាពត្រូវពាក់មួកសុវត្ថិភាពហើយនឹងអាវការពារគ្រាប់ហើយជាពិសេសគឺយើងត្រូវមើលអំពីទីតាំងដែលយើងត្រូវរក្សាសុវត្ថិភាពជាចម្បងជាការពិតយើងត្រូវការព័ត៌មានពិតជាក់ស្ដែងនៅសមរភូមិក៏ប៉ុន្តែយើងក៏ត្រូវការពារសុវត្ថិភាពខ្លួនឯងជាចម្បងដែរអញ្ចឹងសូមអំពាវនាវម្ដងទៀតហើយធ្វើយ៉ាងណាយើងជៀសវាងឲ្យបានអំពីការផ្សាយព័ត៌មានដែលប៉ះពាល់ទៅដល់វិស័យយោធាវិស័យកងទ័ពនេះគឺជាតួនាទីរបស់កងទ័ពអញ្ចឹងយើងសូមការផ្សាយរបស់យើងត្រូវមានកម្រិតថាតើយើងអាចផ្សាយប៉ុណ្ណាបានផ្សាយប៉ុណ្ណាមិនបាននៅក្នុងវិជ្ជាជីវៈនៅក្នុងក្រមសីលធម៌យើងបានរៀនយើងបានដឹងអស់ហើយដូច្នេះសូមឲ្យបំពេញកាតព្វកិច្ចធ្វើយ៉ាងណាគោរពឲ្យបាននៅវិជ្ជាជីវៈរបស់យើងខ្ញុំឃើញលើកទី2នេះជាទូទៅអ្នកសារព័ត៌មានយើងគាត់បានបន្តចូលទៅដល់ទីតាំងគាត់ហ៊ានមែនតើខ្ញុំសរសើរពីភាពក្លាហានរបស់អ្នកសារព័ត៌មានកម្ពុជាយើងមើលនៅក្នុងស្ថានភាពនេះគាត់នៅបន្តតាមបណ្ដោយព្រំដែនរបស់យើងជាមួយនឹងថៃនេះបើទោះបីជាទាហានថៃបានបាញ់ខ្លោងយ៉ាងគំហុកស្ទើរតែគ្រប់ទីតាំងទាំងអស់ហើយយើងមើលចំនួននេះគឺធំធេងមែនទែនដែលប្រទេសថៃទាហានថៃបានប្រើរហូតដល់ទៅយន្តហោះចម្បាំង F16 ហើយនឹងប្រើសភាវុធធនដតីទៀតច្រើនមែនទែននេះគឺជាគ្រោះថ្នាក់មួយធំហើយពីដើមឡើយគឺជាការដំណើរថាជាការប៉ះទង្គិចតាមបណ្ដោយព្រំដែនរវាងកម្ពុជាថៃទេនៅក្នុងនិយមន័យមួយគេហៅថាជាសង្គ្រាមចូលក្នុងសង្គ្រាមធំទៅហើយដែលដោយសារមានការប្រើសភាវុធធនជាពិសេសគឺយន្តហោះចម្បាំងចូលមកក្នុងទឹកដីកម្ពុជា